và chú số một đó kia lấy đi nhưng mà đo cái lại stong muối mua tha đam đo app đam đo app ok bông bông đó kia em muốn đi cứ chui từ đó về cả có trăm người ta đời xa tại nơi không app đấy tam nhom xã số bông lạc cứ miêu bị chạy cái tên tra được không em đang trắng đam bay bông bông đang bắt tỏ như thì chung với bông rồi thì miêu số bông ba trăm riêng số bông pro ok bông mấy đam bông mà trúc chào vào rong làm người ta lấy trong ai bông chui bị chẹt mình tích thà tá app nâng viên miên là cái nào bị say bạch mạch bà tập phân trẻ đam đo app nâng cứ chỉ app muối đại dương chui cả sơ cỏ bà chui dòng bạch ban đây tha cả sơ cỏ dương ở lớn nâng cứ quạt bật bong nơi tạo sinh nhàn ban đây tha vì sao ông lấy tha quạt mình men chia con ta quạt chỉ farmer và ta con men chỉ farmer chỉ cả sơ cỏ thế đấy tập phân quạt chỉ nẹt đại pra thiệt châu cả sơ cam ban đây tha cả sơ cỏ vô họ ngay đôi sật thấy rằng lôi châu hô chênh là hô phải chua phải chi là hô hay là pe trộn cát cái mà trộn bọc cốt cái ao lùi bọc cốt hay vô từ to tới ao miếng sỏi ở lìnเขาปีกะสกอจะโดนยาตาយើងสบายบนចឹងបាទអញ្ចឹងគឺយើងជួយកសិករធម្មតាឲ្យទៅជាកសិពាណិជ្ជករអាប់របស់យើងបាទអញ្ចឹងយើងមាននៅទីនោះមុខងារចម្បង2ទី1ដើម្បីឲ្យគាត់คล้ายទៅជាកសិពាណិជ្ជករបានបាទអញ្ចឹងគឺគាត់ត្រូវមាននៅកំណត់ត្រាហិរញ្ញវត្ថុឲ្យច្បាស់លាស់អូនេះកំណត់ត្រានៅក្នុង app ហ៎បងបាទកំណត់ត្រានៅក្នុង app អញ្ចឹងនៅក្នុងកំណត់ត្រានៃ app ហ្នឹងគឺគាត់ត្រូវគាត់អាចយកវាទៅកត់ត្រាចំណូលចំណាយបាទថតវិក័យប័ត្រទុកហើយនៅពេលដែលគាត់ចង់ទៅពង្រីកអាជីវកម្មបើន័យថាទៅខ្ចីលុយធនាគារគាត់ទៅបើក app បង្ហាញទៅមានវិក័យប័ត្របង្ហាញប្រាប់អញ្ចឹងធនាគារគាត់ឃើញអាហ្នឹងគឺគេអាច approve loan ផ្ដល់កម្ចីឲ្យគាត់យ៉ាងឆាប់រហ័សអូខេពិសេសមែនទេបងបើយើងស្ដាប់ឥឡូវកសិករតែខ្ចីលុយម្ដងកសិករ CEO អង្គុយស្ដាប់ជួយធ្វើរបាយការណ៍រ៉ាញ់ធំឲ្យគាត់ហើយបើគេសម្រេចចិត្តឲ្យគ្នាបងប៉ុន្តែនេះអត់ទេគាត់ទៅបង្ហាញធនាគារសម្រេចចិត្តឲ្យឬមិនឲ្យទៅហើយចំណេញបងអញ្ចឹងទី1គឺបានន័យថាគឺគាត់អាចក្តាប់តួលេខអំពីឲ្យបានតួលេខលុយពីព្រោះលេខគឺជាលុយអញ្ចឹងបើសិនគាត់ក្តាប់តួលេខបានន័យថាគាត់នឹងคล้ายទៅជាកសិអាជីវករបាទឬក៏កសិពាណិជ្ជករបាទជួយបង្កើនគុណតម្លៃគាត់បាទទី2យើងមាននៅបច្ចេកទេសកសិកម្មដែលផលិតជីបែបធម្មជាតិនៅខាងលើនេះបាទផលិតជីផលិតតាមសារល្អិតហ្នឹងធម្មជាតិតែពិតគាត់អាចរកបានពីជុំវិញផ្ទះគាត់យកមកផលិតជីបានដើម្បីកាត់បន្ថយទៅលើការចំណាយទៅលើធាតុចូលកសិកម្មដូចជាជីហ្នឹងបាទអូខេបងនៅក្នុង app ហ្នឹងតើមានបច្ចេកទេសនៅក្នុងការដាំដុះដែរអត់បាទបច្ចេកទេសគឺមាននៅក្នុងហ្នឹងមកផ្លេដូចបងជម្រាបជូនអញ្ចឹងដូចជាបច្ចេកទេសផលិតជីហ្នឹងបាទហើយតែពិតទៅ app នេះគឺដូចជាជំនួយការផ្ទាល់ខ្លួនរបស់កសិករអញ្ចឹងឧទាហរណ៍មែនទេបាទឧទាហរណ៍ថាបងចង់ដាំដុះអីមួយបងត្រូវការទី1អ្នកបច្ចេកទេសជួយជា business plan អីចឹងទៅតើធ្វើបានចំណេញឬអត់អញ្ចឹង app នេះវាជួយមកចំណែកទី2បងត្រូវការអ្នកបច្ចេកទេសខាងកសិកម្មតើដាំយ៉ាងម៉េចធ្វើយ៉ាងម៉េចឲ្យលូតលាស់ល្អឲ្យដំណាំយ៉ាងម៉េចហើយនេះគឺជារឿងទី2ដែល app យើងជួយបានន័យថា app នេះគឺសឹងតែជំនួសអ្នកបច្ចេកទេសកសិកម្មចូលទៅជួយកសិករតែម្ដងវា send notification វាប្រាប់ថាពេលនេះត្រូវផលិតជីពេលនេះត្រូវដាក់ជីត្រូវប្រើយ៉ាងម៉េចឲ្យត្រឹមត្រូវអីចឹងទៅបាទទៅអានេះគឺបានន័យថាគាត់អាចធ្វើជាសហគមន៍បានឧបមាថាអូនប្រើបច្ចេកទេសនេះបានជោគជ័យអូនជាកសិករបាទអញ្ចឹងអូនចង់អញ្ជើញ invite មិត្តភ័ក្តិនៅក្នុងសហគមន៍ឬក៏ឆ្លងខេត្តអូកម្មវិធីនេះល្អអញ្ចឹងយើងអាចធ្វើជាសហគមន៍គ្នាបានបើសិនជានៅក្នុងភូមិតែមួយបើសិនជាយើង4-5នាក់ធ្វើជាមួយគ្នាអញ្ចឹងអូខ្ញុំខ្វះការ៉ុតខ្ញុំអាចមើលឃើញថាអូគាត់មានការ៉ុតអញ្ចឹងយើងអាចដោះដូរគ្នាបានអូខេអញ្ចឹងយើងអាចដោះដូរនៅក្នុង app ហ្នឹងបានទេបាទដោយយើងប្រើប្រាស់យកលក្ខណៈ social ស្តៀង social media share ហើយនឹង exchange ព័ត៌មានយល់ទេបងអញ្ចឹងបើសិនបើបងប្អូនកសិករមាន app នឹងមួយស្មើនឹងគាត់ចងសហគមន៍គ្នាគាត់នៅក្នុងមួយក្រុមចងបានបាទអូអញ្ចឹង mobile app នេះតែពិតទៅគឺល្អណាស់សម្រាប់អ្នកដែលគេហៅសហគមន៍កសិកម្មបាទបងហើយចូលដូចខ្ញុំផ្ទាល់ឬក៏បងផ្ទាល់ដែលជាអ្នកបង្កើតអីយើងអាចចូលទៅទិញបន្លែប្លុកដំណាំបកានឹងបានទេបងឥឡូវនេះយើងអត់មានទៅដល់ហ្នឹងទេ
ប៉ុន្តែយើងមាននៅទិន្នន័យខាងក្រោយដែលយើងអាចទាញបានពីកសិករនៅពេលដែលកសិករចាប់ផ្ដើមដាំអាលឹកឧទាហរណ៍គាត់ដាំអាលឹក2ហិកតាអញ្ចឹងក៏ថ្ងៃគាត់ចាប់ផ្ដើមដាំហ្នឹងគឺពួកខ្ញុំអាចមើលឃើញហើយនៅភ្នំពេញទិន្នន័យគាត់ដាំហើយខ្ញុំអាចជួយសេរីទីផ្សារឲ្យគាត់បាន រកទីផ្សារឲ្យទៀត បាទ អូពិសេសបងប្អូនអេបនេះមិនត្រឹមតែជួយបច្ចេកទេសទៅដល់បងប្អូនកសិករហើយជួយរកទីផ្សារទៀតអញ្ចឹងបងប្អូនដែលដាំដំណាំខ្ញុំជឿជាក់ថាណៃសូវភ័យគាត់ថាឥឡូវនៅពេលដែលយើងដាំដំណាំឬក៏ដាំផ្លែឈើអីភាគច្រើនយើងច្រើនតែកៀងទីផ្សារមែនទេបង បាទ ហើយទីផ្សារឲ្យឡើងចុះទៀតពេលខ្លះក៏ថ្លៃពេលខ្លះក៏ធ្លាក់ថ្លៃអីចឹងទៅស្រេចទៅតាមទីផ្សារប៉ុន្តែអេបនឹងមួយយើងអាចកំណត់តម្លៃបានបាទនិយាយទៅអានេះយើងមានតែពិតយើងមានរឿង2យ៉ាងដែលយើងជឿថាជួយកសិករបានបាទទី1យើងចង់នាំកសិករទៅធ្វើកសិកម្មរបៀបចាស់វិញបានន័យថាយើងចង់ឲ្យកសិករចាប់ផ្ដើមពីការដាំដំណាំចម្រុះចិញ្ចឹមសត្វជុំវិញផ្ទះបាទគាត់ឲ្យគាត់ហូបចុកគ្រប់គ្រាន់សិនជាមួយនឹងការធ្វើកសិកម្មចម្រុះខ្នាតតូចនេះត្រឹមដី200ម៉ែត្រការ៉េទេ200ម៉ែត្រការ៉េបាទមួយថ្ងៃធ្វើការ1ម៉ោងគត់មួយថ្ងៃធ្វើការ1ម៉ោងបាទហើយមានសមត្ថភាពអាចចិញ្ចឹមមនុស្ស10នាក់រស់យ៉ាងស្រួលវ៉ាវមានបន្លែ7 8រងអញ្ចឹងទៅមានត្រី3ស្កូនស្រះទូចមានមាន់មានគ្រួអញ្ចឹងណាបាទអញ្ចឹងអានេះដំណាំចម្រុះអាចដាំកន្លងជុំវិញផ្ទះចំមុនចំទាអញ្ចឹងទៅបាទប្រអប់ហ្នឹងដើម្បីធ្វើអញ្ចឹងបានហើយនៅពេលដែលគាត់ដាំអញ្ចឹងហើយគាត់មានរបរហូបចុកគ្រប់គ្រាន់អញ្ចឹងហើយអញ្ចឹងគាត់អត់បារម្ភតាក់ទងជាមួយនឹងការធ្វើដំណាំ cash crop ដំណាំមុខទៀតទេយ៉ាបងអញ្ចឹងទោះបីគាត់រលុយមកបានពីនោះក៏គាត់មានមហូបចុកគ្រប់គ្រាន់ហើយដល់អញ្ចឹងគាត់មានកម្លាំងក្នុងការផលិតមុខនោះបានយ៉ាបាទពិសេសមែនតើដូចបងប្រុសបានបញ្ជាក់អញ្ចឹងបើសិនបើយើងមានប្រាក់ចំណូលគាត់ថាបើបងប្អូនទាំងគ្នាធ្វើការយើងមាន app នេះទៅជួយយើងបន្តទៀតយើងទទួលបានប្រាក់ចំណូលបន្ថែមទៀតជាពិសេសយើងមានសហគមន៍នៅក្នុងដៃយើងអាចដោះដូរតំណែងគ្នានៅក្នុង app នឹងបានយើងមានជាង1000នាក់ហើយ download វ៉ាវហើយអ្នកដែលប្រើប្រាស់ទៅបានផលដែលយើងចុះធ្វើការផ្ទាល់បាទគឺមានជាង100នាក់ដែរបងចូលទៅធ្វើការផ្ទាល់ចុះធ្វើការបែបម៉េចបងចុះធ្វើការផ្ទាល់បានន័យថាយើងចុះទៅគេងហូបចុកបង្រៀននៅសហគមន៍កសិករតែម្ដងរយៈពេល1ទៅ2យប់បង្រៀនគាត់អំពីឲ្យគាត់យល់អំពីហិរញ្ញវត្ថុសំខាន់ណាស់គាត់ទៅធ្វើកំណត់ត្រាហើយយើងថាក្តាប់លេខមិនបានក្តាប់លុយអត់ជាប់យើងប្រាប់កសិករបាទឲ្យគាត់ទទួលស្គាល់ថាគាត់គឺជាកសិពាណិជ្ជករកុំឲ្យគាត់បន្ទាបកន្លែងខ្លួនគាត់កសិករកម្មករទៀតបាទខ្មែរយើងតែនិយាយថាឯងតែមិនខំបង្រៀនជួស្រែតែយើងចង់ឲ្យគាត់ដឹងថាគាត់សំខាន់ណាស់គាត់អស្ចារ្យណាស់គាត់ជាអ្នកដែលផលិតម្ហូបឲ្យចិញ្ចឹមមនុស្សនៅក្នុងសហគមន៍និងប្រទេសជាតិទាំងមូលមិនមែនជាមនុស្សធម្មតាទេណាបាទដូចខ្មែរយើងតែមានពាក្យថាដង្ខៅស្រុកស្រែបាទហ្នឹងហើយអានេះគឺមានសមត្ថភាពក្នុងការជួយកសិករខ្លាយជាដង្ខៅស្រុកស្រែបារម្ភខ្លាំងមែនទែនហើយចុះបងមានបានចុះអនុវត្តផ្ទាល់ជាមួយបងប្អូនកសិករហើយទទួលបានផលអីខ្លះមកវិញដែរបាទអូខេតាមពិតទៅយើងបានចុះទៅច្រើនសហគមន៍ដែរហើយយើងបានឃើញលទ្ធផលគួរជាទីគាប់ចិត្តបាទកសិករដែលប្រើប្រាស់នៅបច្ចេកទេសជីផលិតជីដោយខ្លួនឯងឧទាហរណ៍បងឧទាហរណ៍ជូននៅខាងខេត្តស្វាយរៀងគាត់យកជីអាចគោលាយជាមួយនឹងកតិកទីស្លឹកឈើយកទៅបាចទៅលើចកាអាលឹករបស់គាត់ maximum គាត់ទទួលបានអាលឹកមួយផ្លែត្រឹមតែ3គីឡូតែប៉ុណ្ណោះបាទមួយផ្លែប៉ុន្តែនៅពេលដែលគាត់ចូលដាំដុះអាបធ្វើតាមបច្ចេកទេសរបស់យើងបាទជីអាចគោដដែលហ្នឹងប៉ុន្តែគាត់យកទៅធ្វើតាមបច្ចេកទេសរបស់យើងបូកជាមួយនឹងជីទឹកអាលឹកមួយផ្លែមិនដឹងឡើងដល់ប្រហែលបានបងឡើងដល់ទៅ12គីឡូវ៉ាវ12គីឡូហើយអញ្ចឹងប៉ុណ្ណេះហើយរសជាតិផ្អែមល្អទៀតបាទហើយគាត់បានយកទៅសាកលើដំណាំមៀនដំណាំស្វាយដំណាំអីផ្សេងៗហ្នឹងគឺសុទ្ធតែបានផលគុណនឹង3គុណនឹង4ទាំងអស់ហើយសុទ្ធតែទិន្នផលសុទ្ធតែលក្ខណៈគេថាធម្មជាតិបាទអូខេចឹងមិនត្រឹមតែជួយបច្ចេកទេសឲ្យបានដំណាំធម្មជាតិទៅញ៉ាំទេបាទយ៉ាអានេះហើយដែលជាបងប្អូនកសិករទាំងអស់ត្រូវការគាត់ថានៅពេលដែលយើងមាន app នេះក្នុងដៃមួយយើងចំណេញបានច្រើនចំណេញនៅបច្ចេកទេសយើងមាននៅទីផ្សារមាននៅសហគមន៍របស់យើងនៅក្នុង app នឹងទៀតអញ្ចឹងខ្ញុំជឿថាបងប្អូនកុំភ្លេច download
app ថ្មីបង បាទដាំដុះ ដាំដុះអូខេ បាទ កុំភ្លេចចូលទៅក្នុង Play Store ឬក៏ App Store download app ដាំដុះមួយហើយបងប្អូនអាចរៀនសូត្រពីក្នុង app នឹងបានច្រើនអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងដែលបាន អរគុណច្រើនបងប្រុស សម្រាប់បងប្អូនដែលមានតម្រូវការម៉ាស៊ីនកសិកម្មជួយកាត់បន្ថយចំណាយនិងចំណេញលុយខ្ញុំសូមណែនាំក្រុមហ៊ុន Mintech ដែលមានគ្រប់គ្រងគ្រឿងកសិកម្មជាច្រើនប្រភេទដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនវាយស្មៅម៉ាស៊ីនហាន់ដើមចេកនិងប្រភេទទំនិញរាប់ពាន់មុខទៀតបងប្អូនទាំងអស់គ្នាត្រូវការអាចទំនាក់ទំនងតាមរយៈ Facebook Page Mintech Power Tool និងលេខទូរស័ព្ទនៅក្នុងអេក្រង់បាន